ឥឡូវទៅយើងកំពុងតែឲ្យទឹកវាបងប្អូនចំពោះទឹកកក់ហើយនឹងបន្លែផ្សេងបើមិនទេទៅគឺយើងឲ្យទឹកអត់ខុសគ្នាទេបងប្អូនបើវានៅតូចវាអត់សូវស៊ីទឹកប្រហែលទេតែនៅពេលដែលវាចាប់ដើមប្រឡូកកាន់តែធំហើយគឺវាចុះទឹកយើងទៅទៅយើងធ្លាប់ស្រោចវាតែព្រឹកម្ដងល្ងាចម្ដងថ្ងៃ2ដងអីឥឡូវនេះក្នុងពេលថ្ងៃហ្នឹងគឺយើងប្រើទឹក3-4ដងហើយបងប្អូនហើយដូចជាជាក់ស្ដែងបងប្អូននេះគឺខាត់ណាផ្កាយបើវាធំអាយុវាដល់ល្មមដាំទេបើយើងឲ្យទឹកវាស្ទើរវាទៅជាក្រិនតូចវាសុខភាពអត់ល្អទេវាទៅជាលក្ខណៈថ្ងៃពេលនេះអីវាសពូនបាទទៀតបងប្អូនហើយខ្ញុំឲ្យទឹកក្នុងមួយថ្ងៃនេះមួយផ្លែតប្រហែលដង2-3ដងឥឡូវស្ងួតដដែលទៀតអញ្ចឹងនៅពេលដែលវាធំទៅគឺវានឹងចុះទឹកតិចបងប្អូនthìថ្ងៃនេះយើងអាចដាំខ្លះហើយព្រោះដោយសារអាយុកាលរបស់វាល្មមដាំដែរហើយយើងទុកយូរពេកវាកូនទៅជាអន់វិញ